នៃបទចម្រៀងមួយដែលលោកហ៊ុនឡាវីបានជ្រើសរើសយកមកច្រៀងនៅក្នុងឱកាសបុណ្យឆ្នាំថ្មីនេះនាងខ្ញុំមិនដឹងថាបទនេះមានន័យយ៉ាងណានោះទេដូច្នេះសូមជម្រាបលោកស្រីកញ្ញាអញ្ជើញជួបជាមួយនឹងលោកហ៊ុនឡាវីជោគស្នេហ៍អរគុណចំពោះលោកហ៊ូឡាវីដែលលោកបានចំណាយពេលវេលាមកចូលរួមកំសាន្តនៅក្នុងការប្រគំសិល្បៈពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិហើយនឹងអ្នកនាងឈឹមកល្យានសំទោសដែលបានអញ្ជើញមកចូលរួមសម្ដែងជាមួយនឹងលោកហ៊ូឡាវីហើយនាងខ្ញុំមានបាច់ការដ៏ស្រស់ស្អាតនេះដែលជាអំណោយអនុស្សាវរីយ៍របស់កញ្ញាអាតាលោកផ្កានៅខាងកើតផ្សារធំថ្មីដែលពេញចិត្តនឹងសម្លេងរបស់លោកបានផ្ញើជូនដល់លោកទីនាងកញ្ញាជាទីគោរពនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាងនេះនាងកញ្ញាទុយសនិចបាន